សួស្តីបងប្អូនអូខេឥឡូវយើងចាប់ផ្ដើមផលិតចំណី protein 23%បង23.3ប៉ុន្តែយើងនិយាយតែ23ទៅស្រួលស្ដាប់ស្រួលហៅចឹងហើយនៅក្នុងនោះវាមានកាកស្ដេចសៀងច្រើនក្នុងមួយតោនយើងប្រើចូលជិត 40% ហើយនៅក្នុងហ្នឹងកាកស្ដេចហើយយើងមានកន្ទក់មានម្សៅបន្លែស្ករល្ងកាកដងប្រេងបាទហើយយើងអត់ប្រើពោតទេព្រោះនៅក្នុងនេះយើងប្រើកាកស្ដេចច្រើនដើម្បីវាមាន protein ខ្ពស់ជាមួយម្សៅបន្លែស្ករល្ងអីហ្នឹងប៉ុន្តែយើងអត់មានប្រើជាប្រភេទវីតាមីនឬក៏ថ្នាំជំនួយឲ្យឆាប់ធំប្រើប្រភេទអរម៉ូនអីផ្សេងទៀតយើងអត់មានទេតែក្នុងហ្នឹងយើងប្រើវត្ថុធាតុដើមធម្មជាតិសុទ្ធល្អឈ្ងុយហើយសត្វស៊ីងាយស្រួលលាយកែលាអីចឹងណាពីមុនខ្ញុំផលិត protein 18បងប្អូនគាត់មិនយកជ្រូកឲ្យមន់ស៊ីប៉ុន្តែគាត់ថាវាអត់សូវលាយជ្រូកវាជូរអាចមកវាមានគ្រាប់ពោតនៅក្នុងហ្នឹងសម្រាប់កូនជ្រូកប៉ុន្តែជ្រូកធំវាអត់អីទេអញ្ចឹងអា protein 23%នេះគឺសម្រាប់ជ្រូកសាច់ជ្រូកតូចកូនជ្រូកនិយាយរួមចម្រុះទាំងអស់ស៊ីតាំងពីតូចរហូតដល់ធំដល់លក់ហ្មងបងប្អូនប៉ុន្តែសម្រាប់កូនជ្រូកយើងអាចថែមកន្ទក់ឬក៏ពោតអីបន្តិចបន្តួចចឹងណាបងប្អូនប៉ុន្តែបើសម្រាប់ជ្រូកសាច់មេបាអីយើងថែមបានច្រើនមែនទែនយើងយកទៅក្នុងមួយបេអាចថែមបានកន្ទក់ចន្លោះពី50-60គីឡូទៅ100គីឡូបងយើងថែមបានច្រើនដោយសារ protein វាខ្ពស់អញ្ចឹងយើងដាក់ទៅវាយើងថែមទៅក៏វាអត់ធ្លាក់ដែរតែសម្រាប់កូនជ្រូកកុំថែមច្រើនពេកណា protein វាខ្ពស់ល្អមែនទេបងប្អូនអញ្ចឹងចំណេញដោយសារកាកស្ដេចសៀងយើងច្រើនកន្ទក់យើងប្រើកន្ទក់ល្អមានម្សៅបន្លែមានស្ករល្ងនៅក្នុងហ្នឹងបាទហើយវាមានកាកពោតតិចតិចដែរហើយប្រភេទវាម៉ត់បងប្អូនម៉ត់អញ្ចឹងសាក់ស៊ីល្អអានេះចំណីជ្រូកណាប៉ុន្តែខ្ញុំដាក់ឲ្យមន់ស៊ីក៏វាស៊ីដែរហើយយើងតែឲ្យវាស៊ីតិចតួចចឹងសម្រាប់មន់ក៏វាស៊ីដែរបងប្អូនវាស៊ីល្អតែហើយបងប្អូនអាចលាយបានហើយតម្លៃក៏គួរសមដែរ